ម្នាក់នេះហើយជាមេអក្រិតកម្មសង្គ្រាមរវាងខ្មែរនិងថៃពិតប្រាកដសារិនថងជាបុត្រីពៅរបស់ស្ដេចអតីតឈ្មោះភូមិវិបុលអាប់ឌុលយ៉ាដេនិងជាប្អូនស្រីពៅរបស់ស្ដេចមហាវិជ្ជរាលង្កនដែលសោយរាជសប្តាហ៍នេះសារិនថងចេះទាំងអក្សរខ្មែរចេះទាំងបាលីសំស្ក្រឹតរបស់ខ្មែរបាលីសំស្ក្រឹតដែលចារឹកនៅលើផ្ទាំងសិលានៅតាមប្រាសាទគឺអានដាច់ទាំងអស់ហើយថ្មីនេះប្រទេសថៃក៏បានតែងតាំងម្ចាស់ស្ត្រីសារិនថននឹងជាមេបញ្ជាការរងទ័ពជើងគោកខាងផ្នែកប្រយុទ្ធសារិនថនគឺជាមេខ្លោងនៅពីក្រោយសង្គ្រាមរវាងខ្មែរនិងកម្ពុជាពិតប្រាកដហើយគឺជាអ្នកមានសិទ្ធិកាន់កាប់អំណាចកងទ័ពពិតប្រាកដនៅក្នុងរាជវាំងសារិនថនចូលចិត្តរៀនមុនវិជ្ជាការរៀនអាគមចូលចិត្តផ្លូវក្នុងបារមីចូលចិត្តស្វែងរកវត្ថុស័ក្តិសិទ្ធិពិតប្រាកដហើយនិងវត្ថុបុរាណសារិនថននេះស្ដេចអាប់ឌុលយ៉ាដេតនឹងក៏ចង់តែងតាំងឲ្យឡើងសោយរាជជំនួសដែរតែខ្លួនជាស្រីមិនអាចសោយរាជបានទេស្ដេចអាប់ឌុលយ៉ាដេតជាបិតានឹងមិនបានសង្ឃឹមលើស្ដេចមហាវិជ្ជរាលង្កននឹងទេព្រោះរៀងតែសៃប្រាសាទបាយថ្នាំជក់ថ្នាំច្រើនពេកចឹងហើយរាល់រាជកិច្ច100ចម្ពោះនឹងគឺធ្លាក់លើយប៉ែនឹងទាំងអស់សិទ្ធិអំណាចពេញលេញគឺនៅលើយប៉ែនឹងហើយយប៉ែនឹងសប្តាហ៍ថ្ងៃនឹងក៏អត់មានប្តីដែរនៅចាស់កំមុំមេធ្មប់សារិនថនម្នាក់នឹងហើយដែលតែងតែចិញ្ចឹមចិត្តចង់ឆ្លៀនពៀនចង់បានទឹកដីខ្មែរប្រាសាទខ្មែរគឺធ្វើការសងសឹកតាមរាជបណ្ដាំរបស់ស្ដេចអាប់ឌុលយ៉ាដេតនឹងគឺត្រូវតែធ្វើសង្គ្រាមជាមួយនឹងកម្ពុជាដណ្ដើមយកប្រាសាទព្រះវិហារមកវិញតែកាលពីសម័យនោះអាម៉ាស់មុខឲ្យឈឺចាប់បំផុតដែលចាញ់ក្តីជាមួយនឹងសម្ដេចតាយើងប្រាសាទព្រះវិហារនៅក្រុងឡាអេហ្នឹងមិនថាតែអាប៊ុនស៊ីមផាត់ខ្លាំងទេគឺមេទ័ពទាំងអស់នៅក្រោមអំណាចយាយនឹងទាំងអស់អញ្ចឹងហើយបានវាអត់ខ្លាចរាជរដ្ឋាភិបាលវាហើយប្រជាជនចឹងដែរគោរពស្ដេចខ្លាំងណាស់រាជរដ្ឋាភិបាលប្រទេសវាគឺអត់គោរពសោះរាជវង្សគឺមានសិទ្ធិអំណាចលើប្រទេសថៃលើប្រជាជនទាំងអស់អញ្ចឹងហើយបានប្រជាជនតិចបាតកម្មហើយយប៉ែមេធ្មប់សារិនថនហ្នឹងមួយចំនួនមុនក៏អាសាមកប្រទេសខ្មែរយើងដែរមកធ្វើជាចិត្តល្អដើរកសាងពេទ្យកសាងសាលារៀនវត្តអារាមអីហ្នឹងឲ្យសារអីដើររកព្រះខ័នរាជរបស់ព្រះបាទជ័យវរ្ម័នទី7ដោយខាងរាជវាំងថៃហ្នឹងគេដឹងថាវត្ថុស័ក្តិសិទ្ធិហ្នឹងនៅខេត្តកំពង់ធំអញ្ចឹងបានវាព្យាយាមចុះមកទៅកសាងសាលានៅក្នុងហើយវត្ថុស័ក្តិសិទ្ធិអាឋានបារមីរបស់ខ្មែរយើងគឺមិនអាចនឹងមកកន្លែងទេគឺរត់រហូតដល់ឲ្យវារកឃើញទេអត់ចម្លែកទេដែលថ្មីហ្នឹងផុសរូបព្រះពោធិសត្វឡើងហើយពួកថៃនេះវានាំគ្នាផ្អើលន់ហ្នឹងអ្នកដែលវាមានបារមីផ្លូវក្នុងពិតប្រាកដហ្នឹងរាល់ឧក្រិដ្ឋកម្មសង្គ្រាមទាំងអស់កັບសម្លាប់ប្រជាជនខ្មែរចង់ដណ្ដើមប្រាសាទទឹកដីខ្មែរហ្នឹងគឺយីប៉ែហ្នឹងមិនមែនស្ដេចបាយថ្នាំរបបស្រីវិជ្ជរាលង្កនហ្នឹងទេស្ដេចហ្នឹងសូម្បីតែឈរមិនងើបចង់រួចហត្ថលេខាហ្នឹងក៏មហេសីហ្នឹងចុះឲ្យជំនួសហ្នឹងពេលខ្លះអង្គុយងើដូចមនុស្សឈួតហាមាត់សើចអីតែម្នាក់ឯងចឹងទៅហើយមានខួរក្បាលឯណាទៅគិតបកសង្គ្រាមជាមួយខ្មែរនោះពូជពងរាជវង្សស្ដេចថៃគឺត្រូវបណ្ដាសាបារមីអាឋានស្រុកខ្មែរពិតប្រាកដរៀបគម្រោងធ្វើបាបឈ្លានពានទឹកដីខ្មែរតាំងពីសម័យមុនដល់ចំនួននេះពូជពងរាជវង្សតាំងពីទូចរហូតដល់ធំគឺឈួតទាំងអស់ឈឺគ្រប់គ្នាគឺជាជំងឺបណ្ដាសាដំណរពូជដែលមើលមិនជាសោះយីប៉ែនេះគឺបងស្រីរបស់ស្ដេចថៃនេះបងគេបងអង្គវីដេអូហ្នឹងក៏នៅគ្រាន់តែឥឡូវក៏ងែកកងក់ហើយនិយាយក៏អត់កើតដែរទៅជាមនុស្សរុក្ខជាតិទាំងអស់មនុស្សអូទីសឹមទាំងអស់មួយមុខដោយសត្វចម្លែកចឹងពូជពងរាជវង្សគេសង្គ្រាមថ្ងៃ28ងាប់ម្ចាស់ស្ត្រីដល់ផ្ទុះសង្គ្រាម5យប់5ថ្ងៃហ្នឹងកូនស្ដេចថៃបងស្រីគេកូនវិជ្ជរាលង្កនហ្នឹងគឺឈឺចិត្តងាប់ហើយមើលនៅតែបន្តឈ្លានពានធ្វើបាបប្រជាជនខ្មែរចង់បានទឹកដីចង់បានប្រាសាទខ្មែរហ្នឹងតើអ្នកណានឹងឈឺទៀតនេះម្ចាស់ស្ត្រីមុខឡើងជាប់មុខដូចបិសាចចឹងនេះហើយជាកម្ពុជាជាបណ្ដាសាដែលពូជពងរាជវង្សអ្នកឯងតាំងពីចំនួនមុនរហូតដល់ចំនួននេះនាង IQ ហ្នឹងឈឺរងថ្ងៃអត់ដឹងខ្លួនហ្នឹងអ្នកអង្គុយលើអតេះរុញហ្នឹងជាមេដាហ្នឹងក៏ចឹងដែរខ្សែរហត់ជាមួយគ្នាគឺជាដូនមួយរបស់ស្ដេចវិជ្ជរាលង្កនហ្នឹងយកគ្នាជាប្តីប្រពន្ធឥឡូវនេះនាំគ្នាទៅជារុក្ខជាតិអស់ហើយនៅពនាងដើរម៉ូតនឹងមួយទៀតហើយអាស្ដេចលេលើនឹងមួយទៀតរាល់វត្ថុស័ក្តិសិទ្ធិទាំងអស់ដែលវាលួចទៅដាក់តម្កល់នៅក្នុងរាជវាំងហ្នឹងហើយពាត់សីមាជុំចិត្តដូចរូបសំណាក់ព្រះគោចឹងដែរវាពាត់សីមាចាក់សោទៀតលួចមកពីអាឋានរបស់ពួកវាអស់ហើយវាអស់រឹតហើយវាចិត្តរលាយហើយមិនឃើញពូជពងរាជវង្សដែលមានបារមីមានរឹតឥឡូវឈឺមើលអត់ជាទាំងអស់